បាទសួស្តីអ្នកនរគ្នាថ្ងៃនេះគឺថ្ងៃទី13ខែ5ឆ្នាំ2026តម្លៃហាងឆៃមាសបច្ចុប្បន្នគឺស្ថិតនៅក្នុងតម្លៃ$4,695ក្នុង1អោនឃើញថាតម្លៃមាសយប់មិញគឺបានចុះមកដល់តំបន់ support ដែលខ្ញុំបានគួរឲ្យបងប្អូនចូលទិញបាទគឺនៅស្រួលនេះអញ្ចឹងយប់មិញគឺព័ត៌មាន CPI ចេញមកដុល្លារល្អធ្វើឲ្យមាសបុកចុះបាទបុកចុះមកដល់នេះវាបាន liquidity sweep បាទវាបាន sweep កន្លែងនេះហើយគឺបានបកឡើងទៅវិញអញ្ចឹងការបកឡើងទៅវិញនេះគឺមិនទាន់អាចបុកដាច់តំបន់ resistance ចាស់ការពេលមិនសូវមិញទេបាទអញ្ចឹងវាឡើងមកក៏វាបានចុះមកវិញបាទចុះមកវិញអញ្ចឹងទិសដៅសម្រាប់ថ្ងៃនេះតំបន់នេះគឺវាបានបន្ទាប់ពីវាបានsweep តំបន់ support ហើយវាបាន rejection ទៅវិញវាបានជាបង្កើតបានជា AVG មួយកន្លែងនេះអញ្ចឹងមកដល់ศูนย์នេះវាទិសដៅមាសក្នុងศูนย์នេះវាអាចនឹងមកប៉ះ AVG នឹងហើយវាអាចនឹង break trend line វាអាចទៅតំបន់ resistance នេះតែម្ដងឬក៏អាចនឹង break ត្រឹមទីតិចតួចវា pull back មកវិញបាទ pull back មកប៉ះ trend line ហើយក៏ឡើងទៅតំបន់ resistance វិញម្ដងអញ្ចឹងតំបន់ resistance នេះបងប្អូនអាចធ្វើការ sell បាទធ្វើការ sell នៅតំបន់0 resistance នេះមួយបងប្អូនអាច stop loss ខាងលើនឹងទៅអញ្ចឹង0 sell គឺនៅតំបន់$4,770ក្នុង1អោនបាទក្នុងករណីថាវាឡើងទៅ break trend line របស់យើងប៉ុន្តែបើសិនជាវាអត់ break ក្នុងករណីថាវាអត់ break ទេវាគ្រាន់តែបាទវាអត់ break ទេវាគ្រាន់តែឡើងមកប៉ះនៅតំបន់ trend line ហ្នឹងគឺវាចុះមកវិញអញ្ចឹងចុះមកវិញបើសិនជាវា break តម្លៃ support នេះហើយវាអាចនឹង pull back បាទវាអាចនឹង pull back ទៅ trend line ហើយបន្តការចុះមកតំបន់ support នេះវិញទៀតអញ្ចឹងតំបន់ support គឺបងប្អូនអាចរងចាំទិញនៅតម្លៃ$4,580បាទតំបន់បាយនេះ$4,580តំបន់បាយទី2គឺតំបន់$4,520បាទតំបន់$4,520បងប្អូនអាចធ្វើការបាយនៅពី0នឹងបានអញ្ចឹងទំនោរនេះគឺទំនោរវាអាចនឹង break trend line ទៅរកតំបន់ resistance អាចបើ break resistance ទៀតនឹងបន្តការ uptrend បន្តការទៅលើទៀតហើយណាបងប្អូនអញ្ចឹងបងប្អូនអាចធ្វើការរងចាំមើលនៅទិសដៅវាឲ្យច្បាស់លាស់សិនទៅចាំចូលណាបងប្អូនមកដល់តំបន់រងចាំយើងចូលគឺមានឱកាសក្នុងការឲ្យយើង make profit បានច្រើនអូខេបងប្អូនសម្រាប់ការវិភាគទីផ្សារហាងឆេងមាសថ្ងៃនេះគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនចង់រៀនបន្ថែមទៀតបងប្អូនអាចតាក់ទងមករៀនផ្ទាល់បាននៅក្រុមហ៊ុនពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអរគុណបងប្អូនទាំងអស់គ្នា